សម្បុកដង្កូវនេះទើបតែត្រូវដាំឈើធំបុកអ្នកស្រុករាប់លានអ្នកនៅក្នុងអស្ត្រាប្រតិបត្តិការសង្គ្រោះបន្ទាន់ដោយខ្លួនឯងត្រូវបានអនុវត្តតាមរបៀបរៀបរយឧបករណ៍នេះនឹងការពារសុវត្ថិភាពនាពេលអនាគតចាត់ទុកថាជាការណែនាំខ្ពស់បំផុតភារកិច្ចចម្បងរបស់ពួកគេគ្រាន់តែសម្អាតវាធូលីដែលបន្តធ្លាក់ពីខ្លួនខ្ញុំប្រព័ន្ធផ្លូវដង្ហើមត្រូវបានចែកចាយនៅពេលក្រោយនៅលើផ្នែកទាំងពីរនៃរាងកាយប្រសិនបើរន្ធដកដង្ហើមត្រូវបានស្ទះដោយធូលីវានឹងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះទើបគាត់ស្លាប់ដោយសារថប់ដង្ហើមបន្ទាប់ពីសម្អាតសិប្បករបានចាប់ផ្ដើមចាប់យកជួសជុលជញ្ជាំងដែលខូចនៅខាងក្រៅយេហៀវទោះយ៉ាងណាក៏ដោយសីតុណ្ហភាពនៅតែបន្តកើនឡើងទោះជាយ៉ាងណាក៏ដោយជញ្ជាំងដែលបានជួសជុលបានប្រេះឆាំម្ដងហើយម្ដងទៀតតំបន់រោងការខូចខាតជាច្រើនត្រូវការជួសជុលច្រើនមានតែពេលនោះទេទើបអាចជួសជុលដោយជោគជ័យប៉ុន្តែដូចជាគម្រោងស្ដារឡើងវិញចិត្តបញ្ចប់ហើយភ្លៀងមួយរំពេចវាបាននាំពួកគេនៅវិបត្តិរស់រានមានជីវិតថ្មីខុសដែលកើតឡើងដោយភ្លៀងធ្លាក់ខ្លាំងប្រញាប់ប្រញាល់ចូលទៅក្នុងសម្បុកដោយកម្លាំងដ៏លើសលប់ផ្លូវដើរនិងកន្លែងសម្រាកនៅទីនេះកប់បន្តិចម្ដងក្នុងភពមិនយូរប៉ុន្មានភពបានរុញទៅមុខបន្ទប់ដែលអ្នកស្នាក់នៅបន្ទាប់ពីមកដល់ចាប់ពីពេលនេះទៅគាត់នឹងគ្រប់គ្រងការបន្តពូជនិងប្រតិបត្តិការនៃសម្បុកទាំងមូលប្រសិនបើអ្នកស្លាប់នៅពេលអនាគតសម្បុកនេះក៏នឹងត្រូវបំផ្លាញទាំងស្រុងផងដែរនៅពេលនេះពិបាកនឹងធ្វើចលនាព្រោះរាងកាយធំអាចលាលែងខ្លួនឯងទៅវាសនាអស់សង្ឃឹមសិប្បករក៏អស់សង្ឃឹមដែរពេលដ៏សំខាន់ភ្លៀងដែលពីដើមបានបង្អុរចុះខ្សោយបន្តិចម្ដងការប្រែប្រួលអាកាសធាតុនេះក៏ធ្វើឲ្យអ្នកដែលមានគ្រោះថ្នាក់ផងដែរបានរួចជីវិតប៉ុន្តែពួកស្ទើរតែបំផ្លាញសម្បុកទាំងមូលរួមទាំងស្លាប់ស្ដាំទើបញ៉ាស់ថ្មីជាច្រើនទាំងអស់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះទោះយ៉ាងណាក៏ដោយសារទឹកជំនន់បានស្រកចុះបន្តិចម្ដងក្រោយមកគាត់ទទួលខុសត្រូវផលិតច័ន្ទម្ដងទៀតគាត់អាចពងបាន30,000 ពងដ៏ស្រស់ស្អាតជារៀងរាល់ថ្ងៃនេះក៏សម្រាប់ក្រុមផងដែរផ្ដល់ការធានាធនធានមនុស្សគ្រប់គ្រាន់បច្ចេកវិទ្យាថ្មីបន្ទាប់ពី2-3ថ្ងៃបានបញ្ចប់ដោយជោគជ័យផងដែរបេសកកម្មជួសជុលយេហៀវពីមុនត្រូវបានរំខាននេះអាចទប់ទល់នឹងការឈ្លានពានរបស់បរទេសយ៉ាងមានប្រសិទ្ធភាពនិងគ្រោះធម្មជាតិដែលមិនអាចទីទុកជាមុនបានសត្វចង្រៃគឺជាសត្វដែលមានសង្គមខ្ពស់ពួកគេមានការបែងចែកការងារច្បាស់លាស់ម្នាក់ធ្វើផ្នែករបស់ខ្លួនពួកគេរួមគ្នារក្សាការរស់រានមានជីវិតនិងការអភិវឌ្ឍនៃក្រុមក្នុងចំណោមពួកគេបេងយាយគឺដូចជាអ្នកយាមដ៏ស្មោះត្រង់របស់យាយខៀវទទួលខុសត្រូវលើតួនាទីយាមល្បាតនិងយាមកាមការពារសុវត្ថិភាពក្រុមកងយាយប្រៀបដូចជាមេផ្ទះគ្រប់ជ្រុងជ្រោយក្នុងគ្រួសារពីការសម្អាតប្រចាំថ្ងៃការចិញ្ចឹមស្រមោចវ័យក្មេងដោយប្រុងប្រយ័ត្នវាមិនអាចបំបែកចេញពីការខិតខំប្រឹងប្រែងរបស់ពួកគេមានតំបន់កំហិតអាចកំបាំងមួយនៅក្នុងសម្បុកស្រមោចយាមដោយសេវាយោធានិងយាមយ៉ាងខ្លាំងសត្វល្អិតស្លាប់ទាំងនេះសារៈសំខាន់បន្តពូជរបស់មហាជនពួកគេគឺជាអ្នកនាំសារស្នូលនៃការបន្តពូជសាសន៍នៅពេលដែលពេលវេលាត្រឹមត្រូវពួកវានឹងហើរចេញពីសម្បុកស្រមោចស្វែងរកដៃគូដ៏ល្អរបស់អ្នករួចកសាងនគរថ្មីរបស់អ្នកគ្រាន់តែនៅពេលនេះវាលស្មៅបានឈានដល់រដូវមានខ្យល់បក់ខ្លាំងម្ដងទៀតសារធាតុ pheromones បញ្ចេញដោយពួកសត្វកំឡុងពេលទំនាក់ទំនងខ្យល់ក៏បានសាយភាយទៅកន្លែងផ្សេងទៀតប៉ុន្តែនៅក្នុងអាណានិគមស្រមោចមួយទៀតពួកគេពឹងផ្អែកលើការយល់ឃើញយ៉ាងខ្លាំងរបស់ពួកគេចាប់បានសញ្ញានេះយ៉ាងត្រឹមត្រូវស្រមោចខ្មៅគឺជាសត្រូវធម្មជាតិរបស់សត្វកណ្ដៀរពួកវាសាហាវហើយមានសមត្ថភាពបរបាញ់ខ្លាំងមានសត្វជាច្រើនដែលមានទំហំធំជាងពួកវាច្រើនដងមិនហ៊ានបង្ករឿងដោយងាយបន្ទាប់មកក្រោមការបញ្ជារបស់ Black Ant កងទ័ពស្រមោចខ្មៅបានប្រមូលផ្ដុំគ្នាយ៉ាងលឿនបន្ទាប់មកប្រញាប់ទៅរកសម្បុកសត្វល្អិតប៉ុន្តែក្នុងអំឡុងពេលខែមីនាកងទ័ពខ្មៅនេះបានវាយលុកដោយមិននឹកស្មានដល់ទឹកដីនៃស្រមោចស៊ីសាច់ដ៏កាចសាហាវមួយទៀតស្រមោចភ្លើងដើរលើស្លឹកទាំងនេះបន្ទាប់ពីរកឃើញជនបរទេសឈ្លានពានពួកគេញ័រពុះភ្លាមដូចជាវីស្កូសង្កៀមផ្សព្វផ្សាយដំណឹងដល់កុលសម្ព័ន្ធទាំងមូលស្ថានភាពនៅកន្លែងកើតហេតុមានភាពតានតឹងការប្រយុទ្ធដ៏ខ្លាំងក្លាមួយការចាប់ផ្ដើមជាផ្លូវការដែលជៀសមិនរួចបន្ទាប់ពីឆ្លងកាត់សម្លៀកបំពាក់ខ្មៅហើយខ្ញុំមិនចង់ចាប់ផ្ដើមការប្រយុទ្ធជាមួយស្រមោចដែលនៅរស់ជាយូរមកហើយការប្រយុទ្ធយូរព្រោះគោលដៅរបស់ពួកវាគឺសម្បុកសត្វកន្ធាយដូច្នេះពួកគេបានរៀបចំក្រុមអត្តឃាតមានទាហានខ្ទាស់គូប្រជែងបន្ទាប់មកភាពជោគជ័យនឹងមកនៅពេលក្រោយបង្កើតផ្លូវរត់គេចដោយសុវត្ថិភាពបន្ទាប់ពីមួយថ្ងៃនៃការហែកក្បួនដ៏វែងស្រមោចខ្មៅយប់នឹងធ្លាក់ចុះបន្តិចម្ដងនៅពេលនេះសម្បុកដង្កូវនៅមិនឆ្ងាយប៉ុន្មានទេប៉ុន្តែស្រមោចខ្មៅមិនបានវាយប្រហារដោយញើសឡើយជំនួសមកវិញសូមជ្រើសរើសជួសជុលនៅនឹងកន្លែងនេះធានាដល់ការបញ្ចប់ផែនការឈ្លានពានដោយជោគជ័យបន្ទាប់មកសិប្បករពួកគេនឹងថែរក្សាសុទ្ធបានល្អផ្លាស់ទីទៅអនាគតទីតាំងត្រឹមត្រូវសេវាកម្មយោធាមួយចំនួនពួកគេនឹងបំពេញភារកិច្ចប្រកាសអាសន្នពេញមួយយប់ទទួលខុសត្រូវការពីអតីតកាលនិងអនាគតកាលកំពុងរងចាំកងទ័ពស្រមោចខ្មៅទាំងមូលបន្ទាប់ពីសម្រាប់ទៅស្ថានភាពល្អបំផុតពួកវានឹងវាយលុកសម្បុកសត្វល្អិតបើការឈ្លានពានទ្រង់ទ្រីធំនៅព្រឹកបន្ទាប់កងទ័ពស្រមោចខ្មៅទាំងមូលស្ថិតនៅក្នុងកណ្ដាប់ដៃការប្រមូលផ្ដុំនៅជិតសម្បុកពេលសត្វនៅជុំវិញសម្បុកដង្កូវស៊ីយោថាគ្រោះថ្នាក់បន្ទាប់មកពួកគេបានរត់គេចខ្លួនក្នុងទីដែលផ្សេងគ្នាប៉ុន្តែមុននឹងបើកការវាយប្រហារទូទៅលើសត្វគេមានគ្រោះថ្នាក់លាក់កំបាំងមួយទៀតរបស់ស្រមោចខ្មៅដែលត្រូវដោះស្រាយជាមុនសិនដំណោះស្រាយបន្ទាត់នៅជិតសម្បុកសត្វល្អិត
មានជំរកសត្វគេដែលគេបោះបង់ចោលបច្ចុប្បន្ននេះត្រូវបានជំនួសដោយអ្នកអន់ជាងគេមួយទៀតប្រភេទ Lake Clover នេះគឺជាស្រមោចកងទ័ពអ្វីត្បិតតែពួកគេរស់នៅក្បែរសត្វគេក៏ដោយប៉ុន្តែវាក៏ជាសត្រូវធម្មជាតិរបស់សត្វកណ្ដៀរផងដែរជារៀងរាល់ព្រឹកកងទ័ពនឹងចេញទាន់ពេលវេលាគោលដៅរបស់ពួកគេវាជាសត្វល្អិតសិប្បករនៃការងារឧស្សាហ៍នៅខាងក្រៅក្នុងក្រុមបន្ទាប់ពីការបរបាញ់កងទ័ពត្រឡប់មកផ្ទះវិញដោយមានការខូចខាតប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេវិបត្តិអត្ថភាពមកដល់ឆាប់នេះភ្លាមបន្ទាប់ពីខ្មៅខណៈដែលកងទ័ពមិនបានត្រៀមខ្លួនទាំងស្រុងបន្ទាប់មកគាត់បានបញ្ជាឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការណែនាំដ៏ធំបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវការហាយក្បួនបានទទួលបរាជ័យយ៉ាងមហន្តរាយពួកគេអាចរត់ចេញពីទីនេះដោយប្រញាប់ដើម្បីជៀសវាងការវាយប្រហារដ៏សាហាវរបស់កងទ័ពស្រមោចខ្មៅកងទ័ពស្រមោចខ្មៅទាំងមូលបានកាន់កាប់សម្បុកស្រមោចរបស់កងទ័ពដោយជោគជ័យមានទំនោរក្នុងការប្រឈមមុខនឹងសម្បុកសត្វល្អិតក្នុងពេលជាមួយគ្នាល្បាតកម្ចាត់សត្វល្អិតមិនទាន់មានសញ្ញាមិនប្រក្រតីត្រូវបានរកឃើញនៅឡើយទេប៉ុន្តែបន្ទាប់ពីជំរំស្រមោចខ្មៅបញ្ជាតបទៅសម្បុកដង្កូវនាងរួចហើយចាប់ផ្ដើមរលកដំបូងនៃការវាយប្រហារមួយផ្លេតមេស្រមោចខ្មៅភ្លាមនោះបានវាយប្រហារសត្វកណ្ដុរច្រកចូលសម្បុកដោយសារតែការវាយប្រហារភ្លាមពេកសត្វកណ្ដៀរមិនមានពេលដើម្បីឆ្លាតតបនិងរៀបចំការការពារទេវាអាចបង្ហាញតែស្ថានភាពនៃការដកថយប៉ុណ្ណោះបន្ទាប់មកដើម្បីគ្រប់គ្រងស្ថានភាពសមរភូមិឲ្យបានត្រឹមត្រូវទៅសមរភូមិដោយផ្ទាល់ទៅអនាគតសម្បុកសត្វល្អិតដើមឈើធំនៅលើរនជាមជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធបណ្ដោះអាសន្ននៅក្រោមពាក្យបញ្ជាបន្តបន្ទាប់និងបញ្ជូន Black Legion បានហោះចុះពីកម្ពស់ដំណើរការទាំងមូលបានដំណើរការយ៉ាងរលូនមិនយូរទេកងទ័ពខ្មៅបើគឺមិនអាចបញ្ឈប់បានទម្លាយខ្សែការពារខាងក្រៅរបស់បេយេចៅយោដោយជោគជ័យបន្ទាប់ពីការប្រកាសត្រូវបានធ្វើឡើងនៅខាងក្នុងកងទ័ពខ្មៅបើបានដើរតាមច្រកដ៏ស្មុគស្មាញបើការលំអៀងពេញមួយទំហឹងដើម្បីកំណត់គោលដៅសត្វល្អិតដែលបានផ្លាស់ទីខាងក្នុងរួចហើយអ្វីត្បិតតែទំហំរបស់ដង្កូវមានច្រើនដងជាងស្រមោចខ្មៅប៉ុន្តែជាអ្នកបួសពួកវាមិនសមនឹងស្រមោចខ្មៅទេបើនិយាយពីកម្លាំងប្រយុទ្ធនៅពេលនេះបេយេក្រោយមកបានរៀនពីខិនបាវកងទ័ពស្រមោចខ្មៅបានបំបែកស្រទាប់ការពារជាច្រើនប៉ុន្តែខាងក្នុងនៃសម្បុកដង្កូវស៊ីមានខ្យល់ដូចជាផ្ទាំងថ្មធំនេះក៏សម្រាប់ពេលអនាគតដែរទទួលបានពេលវេលាបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងវិបត្តិដើម្បីការពារសុវត្ថិភាពនាពេលអនាគតទ្វារកៅអីការងារចាប់ផ្ដើមបិទជិតដោយភពការចូលដំណើរការទាំងអស់ទៅកាន់ស្ថានីយ៍ការងារនាពេលអនាគតប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលកងទ័ពខ្មៅកំពុងឈានទៅមុខក្នុងល្បឿនយ៉ាងលឿនមួយប៉ព្រិចភ្នែកពួកគេបានមកដល់បន្ទប់ដែលកូននៅជីវិតមួយទៀតរបស់ស្រមោចខ្មៅព្រៃឈៀងម៉ៃពួកគេមិនត្រឹមតែទន់ភ្លន់ប៉ុណ្ណោះទេនឹងងាយស្រួលគន្លឹះនៃការដឹកជញ្ជូនគឺថាស្ទើរតែគ្មានការតស៊ូមកដល់ពេលនេះសម្បុកដង្កូវនាងទាំងមូលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងអ្វីដែលនៅសល់គឺវិមាននាពេលអនាគតដែលមិនត្រូវបានរកឃើញទោះយ៉ាងណាស្រមោចខ្មៅមិនដឹងទេបន្ទប់ដេករបស់ពួកគេជាមួយសត្វល្អិតតាមការពិតមានតែបេះហង្សថ្មីរវាងនៅពេលនេះបុរសដែលមានទំនួលខុសត្រូវក្នុងការបិទផ្លូវកិច្ចការមិនទាន់បានបញ្ចប់នៅឡើយទេប៉ុន្តែដើម្បីធានាសុវត្ថិភាពនាពេលអនាគតកម្មករបានប្រើសាកសពរបស់ពួកគេធ្វើជាជញ្ជាំងនិងការពារមជ្ឈមណ្ឌលនាពេលអនាគតបង្កើតខ្សែការពារចិញ្ចៀនផុសតបនៅម្ខាងទៀតស្រមោចខ្មៅមិនមានការប្រញាប់ប្រញាល់ក្នុងការស្វែងរកកន្លែងលាក់ខ្លួននៅពេលអនាគតទេប៉ុន្តែដំបូងត្រូវដាក់សម្ភារដែលលួចបន្តដឹកពួកគេត្រឡប់ទៅជំរំវិញភ្លាមបន្ទាប់ពីនោះកិច្ចការបិទផ្លូវរួមក្រំដេកខ្យល់ចិត្តរួចរាល់ហើយអ្នករស់រានមានជីវិតពួកគេស្ទើរតែទាំងអស់បានមកព្រះរាជវាំងក្រោយមកដើម្បីស្វែងរកការជ្រកកោនប៉ុន្តែបន្ទាប់ពីស្រមោចខ្មៅបានសម្អាតសមរភូមិនិងដកតបចេញផ្ទុយទៅវិញទាហានបន្ថែមទៀតត្រូវបានបញ្ជូនស្វែងរកកន្លែងលាក់ខ្លួននាពេលអនាគតប៉ុន្តែគ្រាន់តែពេលដែលសត្វល្អិតហៀបនឹងបិទជិតនៅពេលដែលច្រកចូលចុងក្រោយត្រូវបានរារាំងដោយមិននឹកស្មានដល់គាត់ត្រូវបានរកឃើញដោយ Black and Scouts ក្រោយមកវាត្រូវបានលាតត្រដាងមួយផ្លេតកងទ័ព Black បានប្រមូលផ្ដុំនៅអន្តេវាសិកដ្ឋានខាងក្រោយច្រកចូលតែមួយគត់ទៅកាន់ព្រះបរមរាជវាំងកងទ័ព Black បើប្រៀបបាននឹងដែកមួយហើយមិនឈប់ឈរបានចូលលុកលុយកន្លែងលាក់ខ្លួនចុងក្រោយរបស់សត្វកន្ធីដោយបង្ខំចាប់តាំងពីកងទ័ពទាំងពីរបានប្រយុទ្ធទិដ្ឋភាពដ៏សោកសៅបំផុតបានកើតឡើងជាផ្លូវការទោះជាសត្វគេទាំងអស់កំពុងប្រយុទ្ធដោយអស់ពីកម្លាំងប៉ុន្តែនៅក្រោមការវាយប្រហារយ៉ាងសាហាវរបស់កងទ័ព Black វិញវាជាការឥតប្រយោជន៍ទាំងអស់ក្នុងគ្រាដ៏លំបាកនេះវាបានចាប់ផ្ដើមភ្លៀងយ៉ាងខ្លាំងនៅខាងក្រៅសម្បុកម្ដងទៀតភ្លៀងធ្លាក់ខ្លាំងដែលមិននឹកស្មានដល់បិទសម្បុកសត្វល្អិតដោយផ្ទាល់កងទ័ពស្រមោចខ្មៅបន្តពង្រឹងរងផលប៉ះពាល់ដោយនេះទាហានស្រមោចខ្មៅប្រយុទ្ធគ្នាក្នុងរាជវង្សយីទីបំផុតគាត់បានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អស់សង្ឃឹមនៃភាពឯកោនិងអស់សង្ឃឹមភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្ដាលឲ្យមានភពក៏បានលិចលង់ទាហានស្រមោចខ្មៅភាគច្រើនម្ដងទៀតTermites គឺមានភាពប្រសើរជាងទៅនឹងការផ្លាស់ប្ដូរស្ថានភាពប្រមូលផ្ដុំកងទ័ពដែលនៅសល់ឲ្យបានលឿនបន្ទាប់មកប្រយុទ្ធប្រឆាំងនឹងស្រមោចខ្មៅនៅពេលនេះទាហានស្រមោចខ្មៅបានបាត់បង់ស្មារតីប្រយុទ្ធទាំងអស់មិនយូរទេស្រមោចខ្មៅទាំងអស់នៅក្នុងសម្បុកត្រូវបានសម្លាប់នៅខាងក្រៅសម្បុកសត្វល្អិតស្រមោចខ្មៅមើលឃើញស្ថានភាពចប់ហើយខ្ញុំគ្មានជំរឿអ្វីក្រៅពីចេញដីកាដកថយ
ទោះជាយ៉ាងណាក៏ដោយសត្វគេមិនមានបំណងបោះបង់ឡើយប៉ុន្តែត្រូវបន្តការឈ្នះវាគឺដើម្បីសម្លាប់ស្រមោចខ្មៅនៅក្រោមការឡោមព័ទ្ធនៃសត្វល្អិតជាមួយនឹងចំនួនលេខខ្លួននៃស្រមោចខ្មៅមិនអាចទប់ទល់បានទេនៅទីបញ្ចប់សង្គ្រាមនេះបានអូសបន្លាយអស់រយៈពេល3ថ្ងៃ3យប់វាក៏ឈានដល់ទីបញ្ចប់ជាមួយនឹងការដួលរំនៃស្រមោចខ្មៅបន្ទាប់ពីផ្សែងសម្បុកដង្កូវបានវិលទៅរកភាពស្ងប់ស្ងាត់របស់វាវិញហើយដូចជាគ្មានអ្វីផ្លាស់ប្ដូរទេច្បាប់នៃការរស់រានមានជីវិតនៅក្នុងធម្មជាតិវាមិនគ្រាន់តែជាមនុស្សទន់ខ្សោយនោះទេពេលខ្លះសំណាងក៏អាចជាកត្តាសំខាន់ក្នុងការបន្តការប្រណាំងផងដែរ